ចាជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាចាញ៉ាំនេះខ្ញុំកាហប់គឺចេញវីដេអូមកប្រាប់បងប្អូនអំពីរបៀបនៃការទាញវីដេអូពី TikTok ដែលយើងបានផុសហើយតែយើងច្រឡំលុបចឹងណាដែលយើងចង់បានរូបថតឬក៏វីដេអូដែលយើងបានផុសហ្នឹងគឺយកមកវិញចឹងហើយជាតបងប្អូនចូលមកកាន់ TikTok profile TikTok របស់យើងហ្នឹងមកហើយបន្តមកទៀតបងប្អូនចុចកន្លែង tre 3ខាងលើដែលខ្ញុំបានប្រាប់ខាងលើហ្នឹងហើយបន្តមកទៀតបងប្អូនកន្លែងមកមើលកន្លែង setting នេះកន្លែងគេដាក់ការកំណត់ហុកកងចាក់នេះបើសិនជាវាចេញអង់គ្លេសវាដាក់ថា setting បងប្អូនហើយបន្តមកទៀតបងប្អូនកន្លែងមករកមើលរូបនាការដែលគេដាក់ថាមជ្ឈមណ្ឌលសកម្មអញ្ចឹងហើយបន្តមកទៀតបងប្អូននេះខ្ញុំទៅសារខ្ញុំអស់ទៅកុំខ្ញុំភ្លេចមើលនៅលើនេះហើយបន្តមកទៀតបងប្អូនចុចមកលើវាហ្នឹងមកបើវាចេញខ្មែរអញ្ចឹងទេបងប្អូនមើលទៅកន្លែងនាការហ្នឹងទៅគឺបងប្អូនចុចលើវាហ្នឹងមកវាលោតចេញមកហើយបន្តមកទៀតបងប្អូនមើលកន្លែងនេះធុងសម្រាមនេះគេដាក់ថាបានលុបនៃពេលថ្មីកន្លែងធុងសម្រាមហ្នឹងបងប្អូនចុចមកលើវាហ្នឹងមកជិះទៅបងប្អូនអស់ទៅឃើញកន្លែងធុងសម្រាមបងប្អូនចុចលើវាហ្នឹងមកបើវាចាញ់អង់គ្លេសអីគឺខ្ញុំអត់ដឹងទេសារទូរស័ព្ទខ្ញុំវាចាញ់ខ្មែរអញ្ចឹងហើយបន្តមកទៀតបងប្អូនឃើញរូបដែលយើងបានផុសឲ្យលុបវិញទៅហើយហ្នឹងគឺជាវីដេអូដែលខ្ញុំផុសឲ្យខ្ញុំលុបវិញណាហើយបើខ្ញុំចង់យកវាយករូបថតហ្នឹងទៅក្នុង TikTok របស់ខ្ញុំវិញបងប្អូនគ្រាន់តែចុចនៅលើរូបណាមួយហើយបងប្អូនចុចកន្លែងស្ដារឡើងវិញនេះកន្លែងខ្ញុំគូក្រហមហ្នឹងប្រាប់បងប្អូនហ្នឹងបងប្អូនគ្រាន់តែចុចលើវាប៉ក់មកហើយវីដេអូហ្នឹងគឺវាលោតទៅក្នុង TikTok របស់យើងវិញហើយបងប្អូនអាច download បានហើយសម្រាប់វីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងដែរអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាសូមពុកម៉ែបងប្អូនជួយចុច subscribe នាងខ្ញុំម្នាក់មួយផងណាដោយសារតែខ្ញុំគឺជាអ្នកថ្មីដៃថ្មីអញ្ចឹងទៅខ្ញុំគឺមិនសូវមាន subscribe បានទេសូមបងប្អូនជួយចុច subscribe នាងខ្ញុំម្នាក់ផងមួយណាដល់ខ្ញុំមួយនេះបើសិនជាមានការខុសឆ្គងកន្លែងណាឬក៏និយាយអីមិនសូវសមរម្យអីសូមបងប្អូនអធិស្ឋានផងណាអរគុណពុកម៉ែបងប្អូនបាយជម្រាបលា